បាទសួស្តីសិស្សទាំងអស់គ្នាក៏ដូចជាបងប្អូនទាំងអស់ទូទៅបាទសូមជ្រាបនេះគឺជា Telegram ខ្មោចបានន័យថា Telegram ពួកអនាមិកវាចង់ hack Telegram យើងណាអញ្ចឹងបើសិនបើមានគេផ្ញើអក្សរបែបនេះហើយ Telegram នេះអត់មានឈ្មោះទេគេដាក់ចុចហើយ Telegram បានន័យថាវាបង្កើតដើម្បីយកឈ្មោះក្រុមហ៊ុន Telegram យកមកបោកយើងអញ្ចឹងទាំងអស់គ្នាមិនបាច់និយាយច្រើនទេធ្វើតាមគ្រូបាទចាំមើលគ្រូបញ្យល់បាទយើងចុចបែបហ្នឹងតែគឺយើងកុំចុច link ណាហាមចុច link នេះយើងចុចឲ្យកន្លែងឈ្មោះលើករបស់វានេះបាទគ្រូប្រើពាក្យវាអញ្ចឹងទៅក្តៅក្រហាយណាស់វាចូល hack Telegram សិស្សច្រើនពេកអញ្ចឹងទៅទាំងអស់គ្នានេះយកពាក្យ block user ចុចមកហើយយកពាក្យ block Telegram បាទតែប៉ុណ្្នឹងទៅវាលែងផ្ញើមកយើងទៀតហើយតមកទៀតអ្នកទាំងអស់គ្នាចុចពាក្យ more ហើយទាំងអស់គ្នាចុចពាក្យ claim message បាទនេះហើយតមក delete for me and Telegram យើងចុចកន្លែងហ្នឹងមកវានឹងលុបព័ត៌មានទាំងអស់បានន័យថាអត់ឲ្យវាផ្ញើមកញ៉ៃញ៉ៃយើងទៀតទេវាក៏ផ្ញើអត់កើតយើងក៏មើលលេងឃើញដើម្បីយើងកុំឲ្យច្រឡំការចុចលើ link ហ្នឹងវា hack Telegram របស់យើងបានណាទាំងអស់គ្នាបាទសូមជួយចែករំលែកហើយជួយផ្ដល់ព័ត៌មាននេះទៅកាន់បងប្អូនបងផ្សេងផងដើម្បីការពារ Telegram គាត់បាទបើក្រុមហ៊ុន Telegram យើងមានបាទយើងមានគឺគេអត់ញ៉ៃញ៉ៃយើងទេហើយក្រុមហ៊ុន Telegram ក៏គេមិនសរសេរជាភាសាខ្មែរយ៉ាងដែរក្រុមហ៊ុន Telegram គឺគេដាក់មកច្បាស់ហ្មងអញ្ចឹងនៅក្នុង Telegram របស់បងប្អូនខ្ញុំជឿថាមានបែបនេះដូចខ្ញុំដែរអញ្ចឹងក៏មានការប្រុងប្រយ័ត្នផងណាបាទអរគុណ